ជំរាបសួរមិត្តភក្តិបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូឃ្លីបនេះខ្ញុំធ្វើចែកម្លែកនៅប្រធានបទមួយទាក់ទងជាមួយនឹងវិធីសាស្ត្រងាយៗនៅក្នុងការបណ្ដោះទម្លាប់ឲ្យយើងចូលចិត្តអានអញ្ចឹងមានថាដើម្បីបណ្ដោះទម្លាប់ឲ្យយើងចូលចិត្តអានទី1ទៅយើងស្វែងយល់អំពីអត្ថប្រយោជន៍នៃការអានសិនតើអត្ថប្រយោជន៍នៃការអាននោះវាជួយអ្វីខ្លះដល់យើងដើម្បីឲ្យយើងអានវាព្រោះអីធម្មតាយើងធ្វើឲ្យមួយបើសិនបើវាអត់មានប្រយោជន៍ដល់យើងទេយើងប្រកាសជាមិនធ្វើដូច្នេះនៅក្នុងវីដេអូជាច្រើនដែលខ្ញុំនិយាយទាក់ទងជាមួយអត្ថប្រយោជន៍នៃការអានតើវាជួយយ៉ាងម៉េចទីមួយជួយពង្រឹងនៅស្មារតីជួយឲ្យយើងមាននៅបញ្ហាផ្លូវចិត្តរឹងមាំយើងកាត់បន្ថយនៅភាពតានតឹងការ stress ហើយនៅក្នុងវីដេអូឃ្លីបនេះគឺខ្ញុំនិយាយទាក់ទងជាមួយនឹងវិធីសាស្ត្រងាយៗនៅក្នុងការបណ្ដោះទម្លាប់ឲ្យយើងចូលចិត្តអានអញ្ចឹងទី1គឺយើងត្រូវជ្រើសរើសសៀវភៅការជ្រើសរើសសៀវភៅគឺមានសារៈសំខាន់ណាស់ទី1យើងជ្រើសរើសសៀវភៅណាដែលវាត្រូវជាមួយនឹងជំនាញដែលយើងធ្វើសប្តាហ៍ថ្ងៃឧទាហរណ៍ថាយើងជាជំនាញគ្រូបង្រៀនអញ្ចឹងយើងត្រូវអានសៀវភៅតាក់ទងជាមួយនឹងវិធីសាស្ត្រនៅក្នុងការបង្រៀនឬក៏វិធីសាស្ត្រនៅក្នុងការជំរុញឲ្យសិស្សចូលចិត្តរៀនឬក៏សៀវភៅតាក់ទងជាមួយនឹងសៀវភៅកិច្ចតែងការសៀវភៅតាក់ទងជាមួយនឹងរៀបចំមេរៀនឬក៏គេហៅថាអញ្ចឹងសៀវភៅទាំងអស់គឺរបៀបនៃការបង្រៀនតើយើងត្រូវបង្រៀនយ៉ាងម៉េចអញ្ចឹងបើសិនមកយើងជាគ្រូយើងទៅមើលសៀវភៅអញ្ចឹងហើយអញ្ចឹងវិធីសាស្ត្រទី1យើងត្រូវជ្រើសរើសសៀវភៅអានហើយសៀវភៅអីដែលតាក់ទងជាមួយនឹងជំនាញអាជីពរបស់យើងឬក៏យើងចង់អានសៀវភៅណាដែលធ្វើឲ្យយើងរីកចម្រើននៅក្នុងវិស័យហើយចំពោះយើងជាកូនសិស្សយើងត្រូវរើសសៀវភៅដែលតាក់ទងជាមួយនឹងអភិវឌ្ឍខ្លួនហើយដូចជាកូនសិស្សដែលសៀវភៅល្អបំផុតគឺសៀវភៅមួយនេះដែលកូនសិស្សត្រូវតែអានដើម្បីជាការជំរុញទឹកចិត្តជាគេហៅថាសៀវភៅ self development គឺសៀវភៅដែលអភិវឌ្ឍខ្លួនគឺThe Seven Habits of Highly Effective Teenagers អញ្ចឹងសៀវភៅហ្នឹងគឺនៅពេលដែលយើងអានវាជួយជំរុញនៅទឹកចិត្តក្នុងនាមយើងជាសិស្សគឺយើងជ្រើសរើសសៀវភៅណាដើម្បីជួយជំរុញយើងដូចជាសៀវភៅ The Miracle Morning ចំពោះសិស្សក៏ត្រូវដែរដើម្បីឲ្យយើងយល់អំពីអត្ថប្រយោជន៍នៃការក្រោកពេលព្រឹកតើវាអស្ចារ្យយ៉ាងណាអញ្ចឹងទី1គឺយើងត្រូវជ្រើសរើសសៀវភៅណាដែលស្រួលអានហើយនឹងងាយយល់នៅពេលយើងអានសៀវភៅដើមឬស្រួលអានយើងចេះតែមានចង់អានទៀតដើម្បីតាមដាននៅសាច់រឿងចឹងតែនៅពេលយើងអានសៀវភៅនឹងមួយក្បាលយើងអត់យល់អត្ថន័យយើងនឹងមានអារម្មណ៍ថាលែងចង់អានហើយអញ្ចឹងការជ្រើសរើសសៀវភៅពិតជាមានសារៈសំខាន់អញ្ចឹងយើងត្រូវជ្រើសរើសសៀវភៅណាដែលស្ដើងហើយងាយស្រួលអានយើងអានទៅយើងចង់តាមដានវាទៀតអញ្ចឹងទី1គឺជ្រើសរើសសៀវភៅដែលងាយស្រួលអានហើយទី2យើងត្រូវបណ្ដោះនៅទម្លាប់ចង់អានយើងត្រូវតែរកនៅrole model ឬក៏ពីណាដែលចូលចិត្តអានហើយយើងត្រូវបណ្ដោះនៅចំណងដែលយើងចង់អានសិនយើងត្រូវបណ្ដោះនៅចំណងយើងឲ្យយើងចង់អានតើការអានហ្នឹងវាផ្ដល់ប្រយោជន៍មិនឲ្យយើងអញ្ចឹងយើងត្រូវបណ្ដោះនៅចំណងបន្ទាប់ពីបណ្ដោះនៅចំណងយើងចង់ហើយយើងអានអញ្ចឹងហើយយើងបើយកល្អត្រូវមាននៅមិត្តភ័ក្តិឬក៏សមាជិកឬក៏ហៅថាក្រុមយើងត្រូវមានក្រុម reading ក្រុមនៃអ្នកអានមួយដើម្បីអីដើម្បីយើងសម្រេចផ្លាស់ប្ដូរនៅគំនិតផ្លាស់ប្ដូរនៅការយល់ឃើញផ្លាស់ប្ដូរមួយមេរៀនដែលយើងរៀនពីសៀវភៅហ្នឹងតើការយល់របស់យើងនិងមិត្តភ័ក្តិយើងដូចគ្នាដែរឬទេដើម្បីបញ្ជាក់នៅចម្លើយអ្វីដែលយើងរៀនពីសៀវភៅពួកអីចំណាប់អារម្មណ៍នៃការចាប់អារម្មណ៍គឺខុសគ្នាអ្នកខ្លះចាប់អារម្មណ៍នៅជំពូកទី1អ្នកខ្លះជំពូកទី2អ្នកខ្លះជំពូកទី3អ្នកខ្លះជំពូកចុងក្រោយដែលគាត់ចាប់អារម្មណ៍វាមិនខុសអំពីយើងទេឧទាហរណ៍ថាយើងជិះតាមផ្លូវអញ្ចឹងទៅចំណាប់អារម្មណ៍ខុសគ្នាពេលខ្លះចំណាប់អារម្មណ៍បរោះគោគាត់ចាប់អារម្មណ៍ផ្លូវស្អាតអញ្ចឹងទៅបរោះខគាត់ចាប់អារម្មណ៍តាក់ទងជាមួយនឹងទេសភាពតាមផ្លូវអញ្ចឹងទៅហើយបរោះគោគាត់ចាប់អារម្មណ៍ទៅនារីពាក់អាវក្រហមអីចឹងទៅហើយខលគាត់ចាប់អារម្មណ៍អញ្ចឹងខលគាត់ចាប់អារម្មណ៍អ្វីផ្សេងចឹងមិនថាការចាប់អារម្មណ៍គឺផ្សេងគ្នាចឹងណាមិញខ្ញុំចង់ថាការអានសៀវភៅក៏ចឹងដែរនៅពេលយើងអានជាក្រុមអញ្ចឹងទៅយើងដើម្បីផ្លាស់ប្ដូរនៅគំនិតគ្នាឬក៏អ្វីដែលយើងរៀនពីសៀវភៅឬពីសមាជិកនៃអ្នកអានយើងអញ្ចឹងការអានជាក្រុមវា
ពិតជាសំខាន់ដើម្បីយើងផ្លាស់ប្ដូរនៅ idea ផ្លាស់ប្ដូរនៅគំនិតគ្នាហើយនៅពេលដែលយើងបណ្ដោះនៅចំណងនៅពេលដែលយើងមានក្រុមហើយយើងត្រូវតែចាប់ផ្ដើមពីឥឡូវទៅយើងកុំទម្លាប់រងចាំចាប់ផ្ដើមពីអានពីថ្ងៃហ្នឹងទៅអញ្ចឹងយើងចាប់ផ្ដើមអានវាទៅហើយនៅក្នុងវីដេអូនេះអ្វីដែលខ្ញុំចង់បន្ថែមនេះគឺកុំទម្លាប់ចាំសិនយើងកុំទម្លាប់ចាំថាចាំអាទិត្យក្រោយចាំអានចាំខែក្រោយចាំអានយើងត្រូវតែឆ្លៀតពេលអានព្រោះគ្មាននរណាល្បួទេគ្មាននរណាទំនេរទេអញ្ចឹងមានតែយើងឆ្លៀតពេលដើម្បីអានវាអញ្ចឹងយើងឆ្លៀតហើយកុំចាំចង់ភ្លាមអានភ្លាមកុំចាំស្អែកចង់ថ្ងៃហ្នឹងអានថ្ងៃហ្នឹងអញ្ចឹងយើងត្រឡប់បន្តអញ្ចឹងហើយខ្ញុំគិតថាវានឹងធ្វើឲ្យយើងអានបានច្រើនចឹងបញ្ជាក់នៅក្នុងវីដេអូឃ្លីបនេះអ្វីដែលខ្ញុំចង់និយាយទី1ត្រូវជ្រើសរើសសៀវភៅដែលយើងងាយយល់ហើយស្ដើងហើយទី2គឺយើងត្រូវបណ្ដោះនៅចំណងឲ្យចង់អានហើយទី3គឺយើងត្រូវអានដើម្បីមានក្រុមដើម្បីផ្លាស់ប្ដូរនៅគំនិតគ្នាហើយទី4កុំរងចាំចង់ត្រូវអានភ្លាមអញ្ចឹងនៅក្នុងវីដេអូឃ្លីបនេះខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងហើយបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចុច Subscribe មួយដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតបាទសូមអរគុណនិងជម្រាបលា